នៅពេលដែលបានទៅផ្ទះម្ដងមានអារម្មណ៍ថារំភើបនៅពេលដែលបានក្រោកព្រឹកឡើងគឺមានទិដ្ឋភាពនៅក្នុងស្រុកភូមិស្រស់ស្អាតបែបហ្នឹងហើយជាពិសេសណានៅក្នុងរង្វង់ផ្ទះរបស់យើងផ្ទាល់យកតែម្ដងនេះអ្នកគ្នាដូចឃើញជាស្ដែងចឹងមានផ្កាមានដំណាំហូបផ្លែដូចជាសណ្ដែកមានដើមស្វាយមានផ្លែក្រូចដើមក្រូចហើយដើមទៀបហើយដើមនៅជុំវិញផ្ទះហ្នឹងគឺមានដំណាំហូបផ្លែច្រើនយកតែមែនតែម្ដងហើយមានទាំងម្លូហើយគៀនផ្ទះហ្នឹងម៉ែគាត់ដាក់ពាងទឹកធំ3ហ្នឹងគឺផ្គត់ផ្គង់ដំណាំផ្លែឈើដែលនៅជុំវិញហ្នឹងគឺបបោហូហៀយកតែម្ដងនៅខាងក្រោយផ្ទះគឺទេវភាពដែលពិសេសខ្លាំងគឺខ្ញុំចូលចិត្តនៅខាងក្រោយផ្ទះហ្នឹងតែម្ដងហើយនេះគឺជាដើមទៀបដែលម៉ែខ្ញុំដាំគឺគាត់ចូលចិត្តដាំដើមទៀបហើយមានទាំងពីដើមខ្នុរហើយដើមខ្នុរនៅជុំវិញទ្រុងមន់ហ្នឹងមន់គឺវាដេកនៅក្នុងហ្នឹងមកមន់មានទៀបរបស់វាខ្ញុំស្រឡាញ់អាទេវភាពត្រូវស្រែនៅខាងក្រោយយកតែមែនតែព្រោះកាលមុននៅតូចខ្ញុំខ្ជិលណាខ្ញុំខ្ជិលធ្វើស្រែប៉ុន្តែដល់ពេលដែលឃើញស្រូវស្រែចំការវាស្រស់ស្អាតអញ្ចឹងមានអារម្មណ៍ថារំភើបអាហ្នឹងយើងដោយសារតែយើងយូរទៅម្ដងឃើញគឺមិនបាច់អាឡ័យហ្មងមានទឹកមុខគឺអញឹមស្រស់យកខ្លាំងយកតែមែនតែអ្នកនរគ្នាហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបើចូលចិត្តខ្ញុំនឹងបង្ហាញទៀត